ចានៅខេត្តសៀមរាបអនុវិញក្លឹប Classic Hip Hop ដែលមានទីតាំងនៅទល់មុខនឹងវត្តដំណាក់ក្រុងសៀមរាបចាក់ភ្លេងខ្លាំងៗរៀងរាល់យប់ការចាក់ភ្លេងឮខ្លាំងៗដែលប្រើធុងបាសធំៗដើម្បីបម្រើការស៊ីផឹកនិងរាំកម្សាន្តនេះធ្វើឲ្យប៉ះពាល់និងរំខានដល់ព្រះសង្ឃដែលគង់នៅក្នុងវត្តកូនសិស្សព្រមទាំងប្រជាប្រដ្ឋមួយចំនួនដែលរស់នៅជុំវិញមិនអាចទទួលទានដំណេកនៅពេលយប់បានចាលោកហងសាយុទ្ធមានសេចក្តីរាយការណ៍ព័ត៌មាននេះក្រុមព្រះសង្ឃគង់នៅវត្តដំណាក់កូនសិស្សនិងប្រជាពលរដ្ឋជិត200នាក់បានដាក់ពាក្យប្តឹងជាថ្មីទៀតទៅអាជ្ញាធរខេត្តសៀមរាបឲ្យអន្តរាគមន៍ទៅលើម្ចាស់ក្លឹប Classic Hip Hop ឲ្យបន្ថយការចាក់ភ្លេងបំពងសម្លេងខ្លាំងកណ្ដាលរាត្រីដែលរំខានដល់មនុស្សជាច្រើនមជ្ឈដ្ឋានរស់នៅជិតក្បែរក្លឹបនោះការដាក់ពាក្យប្តឹងជាថ្មីនេះធ្វើឡើងបន្ទាប់ពីបណ្ដឹងជាច្រើនលើកដែលដាក់ជូនទៅអាជ្ញាធរខេត្តនិងក្រុងសៀមរាបក៏ប៉ុន្តែមិនបានទទួលដំណោះស្រាយសមរម្យនៅឡើយព្រះគ្រូសូត្រស្ដាំរបស់វត្តដំណាក់សង្កាត់សាលាកំរើកគឺព្រះភិក្ខុឈុនឈឿនព្រះអង្គមានថេរដីកាថារយៈពេល2ឆ្នាំមកនេះក្លឹប Hip Hop បានចាក់ធុងបាសលាន់ឮខ្លាំងបង្កការរំខានដល់ដំណេកពេលយប់ព្រមទាំងការសិក្សារបស់ព្រះសង្ឃក្មេងវត្តនិងអ្នកភូមិដែលរស់នៅជុំវិញព្រះភិក្ខុឈុនឈឿនមានព្រះថេរដីកាទៀតថាព្រះពុទ្ធសាសនាគឺជាសាសនារបស់រដ្ឋមិនគួរឲ្យក្លឹប Hip Hop ដែលជាកន្លែងស៊ីផឹកនិងរាំរែកមកដាក់នៅជិតទីអារាមដែលជាទីគោរពនិងប្រតិបត្តិដូច្នេះទេការដាក់ក្លឹបស៊ីផឹកនិងរាំរែកជិតវត្តអារាមនេះកំពុងធ្វើឲ្យកើតអសន្តិសុខជាច្រើនដូចជាស៊ីផឹកស្រែកឡូឡានិងវាយតប់គ្នាជាដើមពីមុនចាប់រំខានពីម៉ោង8ដល់ម៉ោង4ព្រឹកចាក់បាសសំឡេងញើកក់ញើទ្វាញើការ៉ូមួយទៀតហើយរំខានមួយទៀតនឹងពេលព្រឹកម៉ោង3កន្លះឬម៉ោង4នឹងពេលដែលចេញមកគឺហូរកញ្ជើខ្លះមានវាយគ្នាស្រែកយើងភ័យហាក់បីដូចជាចោលប្លន់ដូចជាស្អីណាប៉ុន្តែបច្ចុប្បន្នហ្នឹងចាប់ផ្ដើមរំខានពីម៉ោង10ទៅដល់ម៉ោង4ជួនកាលម៉ោង3កន្លះជិតភ្លឺហ្នឹងតន្ត្រីហ្នឹងបានចាប់ផ្ដើមគុំឡើងរំខានដំណេករបស់ព្រះសង្ឃនៅក្មេងវត្តនិងញាតិញោមជិតខាងណាស្ត្រីម្នាក់ទៀតដែលមានលំនៅឋានក្នុងភូមិវត្តដំណាក់ជាប់របងគ្នាជាមួយក្លឹប Classic Hip Hop ក៏មានប្រសាសន៍ប្រហាក់ប្រហែលគ្នាដែរថាក្រុមគ្រួសាររបស់គាត់ជាច្រើនអ្នកបានคล้ายទៅជាអ្នកកើតជំងឺបេះដូងនិងលើសឈាមដោយសារតែសម្លេងបាសលាន់ខ្លាំងហើយទទួលទានដំណេកពេលយប់មិនបានឮខ្លាំងអញ្ចឹងរំខានរហូតសម្បីស្មាមីខ្ញុំក៏គាត់ stress អស់ហើយរាល់ថ្ងៃគាត់ឈឺដែរថ្ងៃណាខ្ញុំត្រូវដូរបន្ទប់គេងហើយទៅជាចង់ឆ្លោះគ្នារឿងប្តីប្រពន្ធរឿងកន្លែងគេងវារំខានដល់សុភមង្គលប្តីប្រពន្ធដែរឮខ្លាំងណាស់មិនមែនឮតិចតួចទេណាលាន់ញ័រខ្លាំងកាលពីថ្ងៃទី24ខែវិច្ឆិកាកន្លងទៅក្លឹប Disco Hip Hop ដែលម្ចាស់តែមួយនៅជាប់គ្នានោះត្រូវអគ្គិភ័យឆេះសម្លាប់មនុស្សចំនួន5នាក់និងរបួស2នាក់ផ្សេងទៀតទោះយ៉ាងណាវិទ្យុអាស៊ីសេរីមិនអាចតាក់ទងថៅកែក្លឹប Classic Hip Hop ដើម្បីសុំការពន្យល់រឿងនេះបានថាយ៉ាងណានៅឡើយដោយសារតែថៅកែនោះមិនទទួលទូរស័ព្ទកាលពីថ្ងៃទី14ខែធ្នូកន្លងទៅព្រះសង្ឃកូនសិស្សនិងប្រជាពលរដ្ឋជិត170នាក់បាននាំគ្នាផ្តិតមេដាយប្តឹងក្លឹប Classic Hip Hop ម្ដងទៀតក្នុងពាក្យបណ្ដឹងនោះបញ្ជាក់ថាមនុស្សទូទៅមានការនឿយហត់ពីពេលថ្ងៃហើយត្រូវការសម្រាកដោយស្ងប់ស្ងាត់ក្នុងពេលរាត្រីក៏ប៉ុន្តែព្រះសង្ឃក្មេងវត្តនិងប្រជាពលរដ្ឋជាច្រើនបែរជាត្រូវរំខានទៅវិញអភិបាលក្រុងសៀមរាបលោកសូផ្លាតុងមានប្រសាសន៍ថានៅល្ងាចថ្ងៃទី23ខែធ្នូលោកបានកោះហៅភាគីទាំងសងខាងទៅសាលាក្រុងដើម្បីសម្របសម្រួលគ្នាជាថ្មីម្ដងទៀតកន្លងមកខាងខ្ញុំបានចុះទៅដោះស្រាយបានធ្វើកិច្ចសន្យាប៉ុន្តែនៅតែមានបញ្ហាខ្លះចឹងបាទឥឡូវនេះយើងជួយមកទាំងអស់គ្នាម្ដងទៀតចាប់តាំងពីអំឡុងខែកុម្ភៈឆ្នាំ2014ព្រះសង្ឃនិងប្រជាពលរដ្ឋធ្លាប់ដាក់ពាក្យប្តឹងទៅអាជ្ញាធរខេត្តនិងក្រុងសៀមរាប 3-4 លើកមកហើយក៏ប៉ុន្តែមិនឃើញមានលទ្ធផលអ្វីទេក្រុមអ្នកភូមិព្រមានថាប្រសិនបើអាជ្ញាធរនៅតែប្រងើយកន្តើយក្នុងរឿងក្លឹប Classic Hip Hop នេះគឺពួកគេនឹងនាំគ្នាធ្វើបាតកម្មតាមដងផ្លូវនៅថ្ងៃណាមួយមិនខានខ្ញុំហងសាវយុទ្ធវិទ្យុអាស៊ីសេរីពីខេត្តសៀមរាបអាស៊ីសេរី